តែចាស់ធូនេះមានបញ្ហាអីមែនទេលោកពូអត់មានបញ្ហាអីទេនេះជាធូដកម្រលំដាប់កម្ពុជាទាំងក្បាច់ចម្លាក់ទាំងសាច់ធូសុទ្ធតែល្អឥតខ្ចោះតែម្ដងពិតជាវត្ថុមានតម្លៃកុំរកបានមែនគ្រាន់តែថារបស់នេះវាថ្លៃពេកហើយហាងតូចរបស់ខ្ញុំពិតជាមិនហ៊ានទទួលទិញទុកទេបាទចុះធូនឹងប្រហែលជាមានតម្លៃប៉ុន្មានទៅលោកពូកាលពីប៉ុន្មានឆ្នាំមុននៅក្នុងការដេញថ្លៃរបស់ក្រុមហ៊ុនជាធ្លាប់មានធូរៀងដូចគ្នានេះមួយត្រូវគេដេញថ្លៃបានដល់ទៅ8លានឯណោះណាឯធូមួយនេះវិញទាំងក្បាច់ចម្លាក់ទាំងសាច់ធូគឺរឹតតែស្អាតជាងមុនទៅទៀតតម្លៃច្បាស់ជាមិនទាបជាងនឹងទេរបស់មានតម្លៃរាប់លានបែបនេះហាងតូចខ្ញុំមិនអាចលូកដៃថ្លាមធំទទួលទិញបានឡើយយកអញចេះចុះក្មួយស្រីទុករបស់នេះនៅកន្លែងខ្ញុំសិនចុះណាចាំខ្ញុំជួយយកទៅដាក់ដេញថ្លៃនៅកន្លែងលំដាប់កម្ពុជាពេលដេញថ្លៃបានពួកយើងចែកគ្នា3ភាគ7ភាគខ្ញុំយក3ភាគក្មួយស្រីយក7ភាគយកព្រមទេអូហូមិននឹកស្មានថាធូនេះមានតម្លៃដល់ថ្នាក់នឹងសោះយកអញចេះទៅចុះគិតថាឃើញដល់មុខលោកកាចុះឲ្យក្មួយឯង2ភាគខ្ញុំយក8ភាគចុះយ៉ាងម៉េចដែរបើត្រូវរកគ្នាពួកយើងអាចចុះកិច្ចសន្យាលើបានភ្លាមហ្មងទោះបីជាដេញថ្លៃមិនចេញក៏រាល់សេវាចាត់ចែងទាំងអស់ខ្ញុំជាអ្នករ៉ាប់រងដែរក្មួយស្រីមិនបាច់ខាតបង់លុយកាក់សំបីតែ1សេនឡើយណាអូនស្រីមេងចាំឯងឡើងកន្លះថ្ងៃហើយនេះរឿងម្ចាស់ផ្ទះជួលដែលឯងពឹងឲ្យមេងស៊ើបឲ្យនោះឥឡូវមេងដឹងដំណឹងហើយណាអ៊ំស្រីអញ្ជើញចូលខាងក្នុងអង្គុយលេងសិនទៅចាំនិយាយគ្នាតាមសម្រួលហត់នឿយដល់អ៊ំស្រីហើយចាំនិយាយគ្នាតាមសម្រួលទៅណាមេងខំជួយពឹងសាច់ញាតិឲ្យជួយស៊ើបឲ្យដឹងថាជាងកាត់ដេម្នាក់នោះបដូរទៅរស់នៅកណ្ដាលក្រុងបាត់ហើយមេងជួយថ្លៃឲ្យដែរគាត់ទា50,000ប៉ុន្តែតម្លៃនឹងនៅចរចាគ្នាបានទៀតចាំអញតាក់ទងនិយាយជាមួយគាត់តទៅណានេះជាផ្សិតព្រៃធម្មជាតិអ៊ំយកទៅធ្វើម្ហូបញ៉ាំទៅណាទឹកចិត្តបន្តិចបន្តួចពីខ្ញុំទេចាអូហូរបស់នេះកុំរណាស់ណាអញ្ចឹងមេងមិនគួរសំទេសុំទទួលយកហើយចាជំរាបសួរលោកខ្ញុំតាក់ទងមកតាមរយៈអ៊ំស្រីលីគឺចង់ទិញតូបរបស់លោកនឹងណាបើឯងពិតជាចង់ទិញមែនពួកយើងងាយស្រួលនិយាយគ្នាទេក្មួយ45,000ចំពោះថ្លៃកាត់ឈ្មោះនិងថ្លៃជើងសារគឺខ្ញុំជាអ្នករ៉ាប់រងទាំងអស់លោកគិតថាយ៉ាងម៉េចដែរចូលព្រមយក45,000ចុះរឿងកាត់ឈ្មោះចាំចប់បុណ្យជាតិសិនចាំធ្វើឡើយឯងគិតថាថៃដែរអត់អីទេចាអញ្ចឹងព្រមព្រៀងគ្នាតាមនឹងចុះណាវ៉ាទាំងនេះឯងជាអ្នកធ្វើទាំងអស់មែនទេពួកបងមកហើយហ៎ប្រញាប់ភ្លក់មើលទៅមើលនំចំណីរបស់បងស្រីគឺឆ្ងាញ់ថែមទាំងប្រណិតជាងភោជនីយដ្ឋានវ៉ាន់ហ្វូក្នុងក្រុងជាងរាប់រយដងទៅទៀតគោលដៅយប់នេះគឺជួយបងរៀបចំបញ្ជីមុខម្ហូបឲ្យរួចរាល់មួយនេះឆ្ងាញ់ណាស់វើយហឹមមួយមុខសុទ្ធតែមានរសជាតិប្លែករៀងខ្លួនគ្មានអ្វីជំនួសបានឡើយពិតជាពិបាកជ្រើសរើសណាស់ទុកទាំងអស់តែម្ដងទៅមើលទៅចំនួនក៏មកហាក់ដូចជាមិនសូវច្រើនទេប៉ុន្តែការហាន់ការរៀបចំដាក់ចានគឺមានដំណាក់កាលច្រើនណាស់ទាំងហត់ទាំងចំណាយពេលទៀតមិនអីទេចាំស្អែកព្រលឹមខ្ញុំនឹងមកស៊ុយនឹងមកជួយបង្ហាញជួយរៀបចំចាននិងរៀបចំអីវ៉ាន់ទាំងអស់ព្រមទាំងជួយលក់ដូរទៀតពិតមែនហើយរឿងហាងតូចនេះជារឿងរបស់ខ្ញុំដូចគ្នាខ្ញុំនឹងខំប្រឹងជួយឲ្យអស់ពីកម្លាំងចិត្តហ្មងមកស៊ុយស្អែកនេះបងអាចទៅផ្ទះកសិករនៅជើងភ្នំដើម្បីទៅរកបងស្រីនីវបានទេខ្ញុំចង់អញ្ជើញគាត់ឲ្យមកជួយរៀបចំធ្វើនំចំណីសម្រាប់កម្មវិធីជប់លៀងគ្រួសារនឹងណាប៉ុន្តែខ្ញុំធ្លាប់ជួបគាត់ហើយងាយរកទេស្អែកព្រលឹមខ្ញុំទៅភ្លាមហ្មងបងស្រីជីដូនមួយអញមានន័យថាម៉េចហ្នឹងរាល់ឆ្នាំនំចំណីក្នុងកម្មវិធីជប់លៀងរបស់គ្រួសារស៊ូគឺខាងខ្ញុំជាអ្នកផ្គត់ផ្គង់ទាំងអស់ឥឡូវខ្ញុំរៀបចំអីវ៉ាន់អស់ហើយអញស្រាប់តែមកប្រាប់ថាមិនយកទៅចុះនំចំណីទាំងនេះឲ្យខ្ញុំយកទៅលក់ឲ្យអ្នកណាទៅពេលនេះសូវ៉ាន់នាងដណ្ដើមការងាររៀបចំនំចំណីនេះបាត់ហើយនាងទូចចង់ទៅរកហាងផ្សេងដោយខ្លួនឯងខ្ញុំក៏មិនដឹងធ្វើម៉េចដែរមិនអីទេកុំបារម្ភអីចាំឲ្យសូវ៉ាន់មកកំងនៅហាងខ្ញុំផ្ទាល់ទៅលក់ឲ្យអ្នកណាក៏ដូចតែគ្នាដែរតើមិនបានដាច់ខាតបើបណ្ដោយឲ្យនាងធ្វើរឿងនេះបានសម្រេចដោយញីនោះទៅថ្ងៃមុខតើឲ្យយ៉ានអ៊ឺផ្ញើខ្លួនរស់នៅក្នុងវិមាននេះបានយ៉ាងម៉េចទៅបងត្រូវតែគិតគូរពីអនាគតក្មួយស្រីរបស់បងឲ្យបានម៉ត់ចត់ណាចុះឯងប្រាប់បងមើលតើបងគួរធ្វើដូចចម្ដេចទៅបងគ្រាន់តែរៀបចំនំចំណីតាមចំនួនរាល់ឆ្នាំទុកទៅបានហើយប្រសិនបើសូវ៉ាន់មកកំងមែននោះបងគ្រាន់តែប្រាប់នាងថានំទាំងនេះត្រូវបានយ៉ានអ៊ឺកក់ទុកមុនបាត់ហើយបើចង់បានតតែឲ្យស៊ូយ៉ានមកយកដោយផ្ទាល់ទៅបាននាងច្បាស់ជាមិនព្រមបន្ទាបខ្លួនឡើយដល់ពេលនោះនាងនឹងគ្មាននំចំណីលំដាប់ខ្ពស់យកទៅប្រើប្រាស់ឡើយក្នុងពេលបន្ទាន់បែបនេះនៅក្នុងក្រុងគ្មានហាងណាអាចជំនួសបានទេចុងក្រោយមានតែត្រូវត្រឡប់មកអង្គរកពួកយើងវិញប៉ុណ្ណោះការងារនេះគង់តែធ្លាក់មកក្នុងដៃយ៉ានអ៊ឺដែរទេប្រសិនបើនាងទៅរកហាងតូចតាចមកធ្វើបង្គ្រប់កិច្ចនោះកិត្តិយសរបស់នាងនឹងត្រូវធ្លាក់ចុះជាមិនខានអ្វីដែលខូចខាតគឺមុខមាត់របស់នាងនឹងគ្រួសារស៊ូខ្លួនឯងទេបងរងចាំមើលនៅទីនេះចុះដល់ពេលល្ងាចនាងច្បាស់ជាគ្មានផ្លូវជ្រើសរើសហើយរត់មកឲ្យបងជួយសង្គ្រោះជាមិនខាន